ចំពោះពាក្យធោអ្នកទាំងអស់គ្នាធោថាតើការប្រើប្រាស់របស់វាយើងប្រើប្រាស់បានតែក្នុងន័យអវិជ្ជមានឬមួយក៏អាចប្រើប្រាស់ក្នុងន័យវិជ្ជមានដែរបាទអញ្ចឹងតេតងជាមួយនឹងបាទចំណុចត្រង់នេះអ្នកទាំងអស់គ្នាចំពោះពាក្យថាធោធោបាទយើងបាទដើរតួនាទីជាអត្ថវគ្គជាគុណកិរិយាហើយការប្រើប្រាស់របស់វាបាទចុះងាយជា2ណាបាទអញ្ចឹងលក្ខខណ្ឌទី1តេតងមួយការប្រើប្រាស់ពាក្យធោបាទយើងបកប្រែថាវាពេកបាទអញ្ចឹងធម្មតាតែក្នុងករណីពាក្យដែលវាពេកវាមិនដែលសូវជាល្អប្រហែលទេត្រង់ផ្នែកហ្នឹងបាទអញ្ចឹងមានន័យថាវាលើសលប់នៅត្រង់ចំណុចហ្នឹងបាទអញ្ចឹងអត្តន័យគឺទៅរកភាពអវិជ្ជមាននៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងឧទាហរណ៍ខ្ញុំថាម៉េចបាទ if it trop chaud អូឡាឡាបាទ if it trop chaud ឡាបាទអញ្ចឹងមានន័យថាអាកាសធាតុហ្នឹងគឺវាយ៉ាងម៉េចបាទអញ្ចឹងវាក្តៅខ្លាំងពេកបាទអញ្ចឹងឃើញទេ trop if it trop chaud បាទអាកាសធាតុក្តៅខ្លាំងពេកត្រង់ផ្នែកហ្នឹងអញ្ចឹងក្នុងករណីដែលខ្ញុំយកអា trop នេះមកប្រើនៅក្នុងលក្ខខណ្ឌជាមួយនឹងបាទអាកាសធាតុជាមួយអីហ្នឹងមានន័យថាវាក្តៅវាមិនត្រឹមតែខ្លាំងវាក្តៅខ្លាំងជ្រុលហ្មងទៅត្រង់ផ្នែកហ្នឹងអាហ្នឹងណាបាទអញ្ចឹងមួយទៀតក្នុងលក្ខខណ្ឌដែលមនុស្សម្នាក់ហ្នឹងគាត់និយាយច្រើនបាទខ្ញុំថាម៉េចអូឡាឡាmais parle le trop lui បាទ il parle le trop បាទ il parle le trop បាទអញ្ចឹងមានន័យថាគាត់និយាយនេះវាច្រើនពេកច្រើនជ្រុលបាទនិយាយពីនេះពីនោះហោហែច្រើនពេកត្រង់ផ្នែកហ្នឹងបាទអញ្ចឹងអ្នកទាំងអស់គ្នាឃើញទេថានៅក្នុងលក្ខខណ្ឌដែលខ្ញុំលើកឧទាហរណ៍ទាំងធោនេះវាទៅរកភាពអវិជ្ជមានហើយត្រង់ផ្នែកហ្នឹងបាទប៉ុន្តែបាទនៅក្នុង langage បាទ familier អញ្ចឹងមានន័យថានៅក្នុងភាសាអត់ផ្លូវការភាសាដែលគេយកមកនិយាយបាទត្រង់ផ្នែកហ្នឹងដែលបារាំងគេចូលចិត្តប្រើដែរត្រង់ផ្នែកហ្នឹងបាទអញ្ចឹងយើងអាចយកតាកតងជាមួយនឹងពាក្យធោនេះបាទអញ្ចឹងមកប្រើបានដែរក្នុងលក្ខខណ្ឌដែលវាបាទទំនោរទៅរកភាពវិជ្ជមានដែរត្រង់ផ្នែកហ្នឹងបាទអញ្ចឹងដូចឧទាហរណ៍ថាខ្ញុំយកពាក្យធោនេះទៅប្រើជាមួយនឹងគុណនាមមួយចំនួនដោយគុណនាម beau belle jolie អីហ្នឹងទាំងអស់ហ្នឹងអញ្ចឹងន័យរបស់វាបាទវា equivalent ជាមួយនឹងខែត្រង់ផ្នែកហ្នឹងបាទអញ្ចឹងតាកតងជាមួយនឹងកន្លែងចំណុចត្រង់នេះខ្ញុំឧទាហរណ៍ខ្ញុំថាម៉េចបាទ oh là là elle est trop belle elle est trop belle បាទអញ្ចឹងឃើញ elle est trop belle អញ្ចឹងមានន័យថាគឺនាងស្អាតខ្លាំងនៅត្រង់ផ្នែកហ្នឹងអញ្ចឹងអត្តន័យគឺទំនោរទៅរកភាពវិជ្ជមានវិញបាទអត់មានន័យថាអវិជ្ជមានទេត្រង់ផ្នែកនេះណាអញ្ចឹងមួយទៀតបាទឧទាហរណ៍ខ្ញុំទៅមើលរឿងមើលអីចឹងទៅខ្ញុំឃើញរឿងនេះខ្ញុំចូលចិត្តវាល្អខ្លាំងណាបាទ ce film est trop bien បាទ ce film est trop bien បាទអញ្ចឹងមានន័យថារឿងមួយហ្នឹងគឺវាល្អខ្លាំងបាទត្រង់ផ្នែកហ្នឹងអញ្ចឹងឃើញទេអត្តន័យទៅរកភាពវិជ្ជមានដែរនៅត្រង់ផ្នែកហ្នឹងណាបាទប៉ុន្តែតាកតងជាមួយនឹងអត្តន័យដែលថាអូបាទទៅរកភាពវិជ្ជមាននេះណាបាទអញ្ចឹងយើងប្រើបានភាសានិយាយបាទត្រង់ផ្នែកហ្នឹងបាទអញ្ចឹងភាសាដែលវត្តផ្លូវការទេបើក្នុងករណីយើងយកទៅប្រើបែបភាសាដែលវាផ្លូវការបាទអញ្ចឹងភាសាសរសេរភាសាអីអានឹងអ្នកទាំងអស់គ្នាអាចប្រើថែឬមួយក៏ vraiment ទៅនៅត្រង់ផ្នែកហ្នឹងណាបាទអញ្ចឹងបាទជាជាងយើងនិយាយថាម៉េចយើងនិយាយថាបាទ ce film est trop bien បាទអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើបាទក្នុងភាសាសរសេរយើងអាចថា oh ce film est vraiment bien ce film est vraiment bien ឬមួយក៏ ce film est très bien ត្រង់ផ្នែកហ្នឹងបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀត Au revoir